ដៅលើមូលដ្ឋានយោធាអាមេរិកនៅប្រទេសគូវេត បារ៉ែន និងពីរយប់ជាប់គ្នាកងទ័ពអ៊ីរ៉ង់បានអះអាងផងដែរថាខ្លួនបានវាយប្រហារគោលដៅយោធាសហរដ្ឋអាមេរិកមួយនៅប្រទេសកាតាដែលជាលើកដំបូងដែលទីក្រុងតេហេរ៉ង់ទទួលស្គាល់ថាជាសាធារណៈថាបានកំណត់គោលដៅលើប្រទេសអារ៉ាប់នៅឈូងសមុទ្រមួយនេះទន្ទឹមនឹងនោះប្រទេសហ្សូកដានីបានប្រកាសថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ចំនួន8គ្រាប់នៅព្រឹកថ្ងៃនេះនៅសេតវិមានប្រធានាធិបតីលោកដូណាល់ត្រាំបានបញ្ជាឲ្យមានការវាយប្រហារជុំទី2នៅលើគោលដៅរបស់អ៊ីរ៉ង់មន្ត្រីអាមេរិកបាននិយាយថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកងទ័ពសហរដ្ឋអាមេរិកបានវាយប្រហារគោលដៅយោធាអ៊ីរ៉ង់ជាង170កន្លែងការវាយប្រហារនេះផ្ដោតលើប្រព័ន្ធការពារដែនអាកាសឃ្លាំងស្តុកទុកដ្រូននិងមីស៊ីលទូកល្បឿនលឿនយោធានិងហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូនជាច្រើននៅតំបន់ជុំវិញច្រកសមុទ្រហូមូសចំពោះស្ថានភាពនៃបទឈប់បាញ់និងកិច្ចព្រមព្រៀងដែលលោកត្រាំបានចុះហត្ថលេខាពីប៉ុន្មានសប្តាហ៍មុននោះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអ្នកកាសែតលោកត្រាំបានព្រមានថាប្រសិនបើអ៊ីរ៉ង់វាយប្រហារនៅច្រកសមុទ្រហូមូសឬវាយប្រហារផលប្រយោជន៍របស់សហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងខ្លាំងជាងមុន20ដងទោះជាយ៉ាងណាក៏ដោយលោកបានបើកចំហលទ្ធភាពនៃការចរចាផងដែរលោកត្រាំបាននិយាយថារាល់ពេលដែលពួកគេវាយប្រហារយើងនឹងវាយតបវិញកាន់តែខ្លាំងយើងមានវិធីជាច្រើនដើម្បីឈ្នះហើយតាមពិតទៅយើងបានឈ្នះផ្នែកយោធារួចទៅហើយអ៊ីរ៉ង់នៅសល់សមត្ថភាពតិចតួចណាស់ហើយពួកគេចង់ចរចាពួកគេចង់បានកិច្ចព្រមព្រៀងខ្លាំងណាស់ប៉ុន្តែមិនប្រកាសថាពួកគេគួរឲ្យទុកចិត្តបាននោះទេមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានអះអាងថាលោកត្រាំបានខកចិត្តយ៉ាងខ្លាំងចំពោះដំណើរការចរចាដែលយឺតយ៉ាវជាពិសេសទាក់ទងនឹងកិច្ចពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់សហរដ្ឋអាមេរិកក៏ចង់ឃើញច្រកសមុទ្រហូមូសត្រូវបានបើកដំណើរការពេញលេញឡើងវិញផងដែរដែលជាចំណុចសំខាន់មួយនៃកិច្ចព្រមព្រៀងមុននេះស្របពេលជាមួយគ្នាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកទៅលើទីក្រុងជាច្រើនតាមតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់នៅខេត្តប៊ូហ្សឺមានសេចក្តីរាយការណ៍ថាតំបន់ជុំវិញរោងចក្រថាមពលនូក្លេអ៊ែរមួយបានរងការខូចខាតខ្លះៗទោះជាយ៉ាងណានៅតំបន់នោះក៏មានមូលដ្ឋានយោធាជាច្រើនផងដែរដូច្នោះនៅមិនទាន់ច្បាស់ការគោលដៅពិតប្រាកដនៃការវាយប្រហារគឺអ្វីទាំងនោះទេទន្ទឹមនឹងនោះអ៊ីរ៉ង់បានទទួលស្គាល់ថាខ្លួនបានបាញ់មីស៊ីលប៉ាឡេស្ទិកចំនួន10គ្រាប់ទៅកាន់មូលដ្ឋានទ័ពអាកាសសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់បើទោះបីជាកម្រិតនៃការខូចខាតនៅមិនទាន់ច្បាស់ក៏ដោយការវាយប្រហារនេះបង្ហាញថាអ៊ីរ៉ង់កំពុងប្រើប្រាស់អាវុធដែលមានចម្ងាយឆ្ងាយជាងមុននិងមានលទ្ធភាពខ្ពស់ជាងមុនដើម្បីកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកទូទាំងតំបន់មជ្ឈិមបូព៌ាស្ថានភាពកំពុងកើនឡើងកម្ដៅកាន់តែខ្លាំងឡើងហើយមានការព្រួយបារម្ភថាវាអាចនាំទៅរកជម្លោះទ្រង់ទ្រាយធំជាងនេះអ្នកវិភាគនយោបាយម្នាក់បានអះអាងថាលោកត្រាំកំពុងប្រឈមនឹងស្ថានភាពដ៏លំបាកដែលជាផលវិបាកនៃការសម្រេចចិត្តរបស់ខ្លួនផ្ទាល់
លោកបាននិយាយថាសេតវិមានប្រហែលជាបានវាយតម្លៃទាបពេកទៅលើភាពស្មុគស្មាញនៃតំបន់មជ្ឈិមបូព៌ា ប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់និងកត្តានយោបាយជាច្រើនដែលនៅជុំវិញជម្លោះដែលអូសបន្លាយយោងតាមអ្នកវិភាគរូបនេះបញ្ហាមិនមែនស្ថិតនៅលើផ្នែកយោធាប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងជាតិនិយមអធិបតេយ្យភាពនិងមនោគមវិជ្ជានយោបាយដែលមិនអាចដោះស្រាយបានតាមកិច្ចព្រមព្រៀងសាមញ្ញមួយនោះឡើយសម្រាប់ពេលនេះពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថាតើភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងឈានទៅរកការចរចាឬវិវត្តទៅកាន់ជម្លោះដែលធំជាងមុនដែរឬទេ